សម្រាប់បងប្អូនដែលគាត់អត់ចេះតែសោះបងអាចសាកយកសោះ IVG នេះបានគឺងាយស្រួលមើលខ្លាំងមែនតើអញ្ចឹងឥឡូវនេះគឺខ្ញុំចាប់ IVG ខាងលើនេះអញ្ចឹង IVG ខាងលើហ្នឹងមានម្ដងហើយអញ្ចឹងខ្ញុំចាប់យកអង្គវែងតិចចឹងមកនេះខ្ញុំទាញឲ្យបងប្អូនស្រួលមើលបន្តិចអញ្ចឹងអានេះគឺខ្ញុំចាប់មុនហ្នឹងចាបន្ទាប់មកអញ្ចឹងនៅពេលដែលយើងចាប់ IVG ហើយនៅពេលដែលឡើងផ្សារឡើងមកដល់ផ្សារចុងម្ដងនេះគឺយើងអត់ទាន់ធ្វើការ sell ទេអញ្ចឹងរងចាំ IVG ហ្នឹងរងចាំឲ្យទៀនហ្នឹងគឺឡើងទៅដល់ខាងលើសិនដល់តំបន់ resistance ដែលយើងបានគូហ្នឹងសិនបើយើងធ្វើការ sell ទៅអ្នកចុងមកអញ្ចឹងឥឡូវយើងឃើញរូបភាពហ្នឹងវាជោគជ័យបានមួយទៅហើយអញ្ចឹងឥឡូវគឺខ្ញុំគូ IVG មួយទៀតអញ្ចឹងអីទៅដែលហៅ IVG ហ្នឹងគឺជាកម្រិត candle 3នេះអញ្ចឹងយើងមើល candle 3ជាប់គ្នា candle 3ជាប់គ្នានៅពេលដែលវា clear អញ្ចឹងអាហ្នឹងគឺយើងអាចចាប់យកជា IVG បានហើយអញ្ចឹងបន្ទាប់មកពេលដែលយើងចាប់ហើយពេលផ្សារធ្លាក់មកនេះគឺយើងអត់ទាន់ធ្វើការ sell ឬមកក៏បាយទេយីទៅគឺយើងអត់ទាន់ចូលកន្លែងហ្នឹងទេរងចាំឲ្យផ្សារឡើងដល់ខាងលើនេះសិនអញ្ចឹងណាអញ្ចឹង IVG ដែលយើងគូចាស់តោះមកវានឹងធ្វើការធ្លាក់ចូលវិញអញ្ចឹងអាហ្នឹងគឺដូចគ្នាណាបងប្អូនអរគ្នាអញ្ចឹងគឺយុទ្ធសាស្ត្រនេះគឺងាយស្រួលខ្លាំងមែនទែនអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានចំណាប់អារម្មណ៍តាក់ទងជាមួយនឹងការបើក account ជាមួយនឹងការ trading គឺបងប្អូនអាចធ្វើការទំនាក់ទំនងតាមរយៈ Telegram នេះបានណា